លោកត្រាំនឹងនិយាយរឿងបែងចែកទឹកដីនិងរោងចក្រធម្មពលក្នុងជំនួបលើកទី2ជាមួយនឹងពូទីនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាលោកនឹងពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារទី18 ខែមីនាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនលោកត្រាំបានបង្ហាញថាការសន្ទនាស្តីពីការបែងចែកទ្រព្យសម្បត្តិមួយចំនួនរួមទាំងទឹកដីនិងរោងចក្រធម្មពលរវាងរុស្ស៊ីនិងអ៊ុយក្រែនថ្លែងនៅលើយន្តហោះ Air Force One ក្នុងកំឡុងដំណើរត្រឡប់ពីរដ្ឋ Florida ទៅកាន់រដ្ឋធានី Washington DC លោកត្រាំបានប្រាប់ថាខ្ញុំនិយាយទៅកាន់ប្រធានាធិបតីពូទីននៅថ្ងៃអង្គារយើងចង់ឃើញថាតើយើងអាចបញ្ឈប់សង្គ្រាមដែរឬទេប្រហែលជាយើងអាចហើយក៏ប្រហែលជាយើងមិនអាចប៉ុន្តែខ្ញុំគិតថាយើងមានឱកាសល្អណាស់នៅពេលត្រូវបានគេសួរអំពីសម្បត្តិអ្វីខ្លះដែលកំពុងត្រូវបានពិចារណានៅក្នុងបទចុះបាញ់នោះលោកត្រាំបានលើកឡើងថាយើងនឹងនិយាយអំពីរោងចក្រធម្មពលខ្ញុំគិតថាយើងមានការពិភាក្សាជាច្រើនរួចទៅហើយដោយភាគីទាំងពីរគឺអ៊ុយក្រែននិងរុស្ស៊ីយើងកំពុងនិយាយរួចមកហើយអំពីរឿងមួយនោះគឺការបែងចែកទ្រព្យសម្បត្តិមួយចំនួនយ៉ាងណាបើតាមបេសកជនពិសេសរបស់សហរដ្ឋអាមេរិកជំនួបរវាងមេដឹកនាំរុស្ស៊ីអ៊ុយក្រែននឹងធ្វើឡើងតាមរយៈការហៅទូរស័ព្ទដោយទៅនឹងការពិភាក្សាលើកដំបូងកាលពីថ្ងៃទី12កុម្ភៈក្នុងគោលបំណងធ្វើអន្តរការីបទច្បាញ់ពាក់ព័ន្ធទៅនឹងជំនួបនេះប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីចុងសប្តាហ៍ថាលោកពូទីននឹងបដិសេធអំពីការចូលរួមរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO សម្រាប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទច្បាញ់ណាមួយទន្ទឹមនឹងនោះលោកក៏នៅតែប្រឆាំងចំពោះការដាក់ពង្រាយកងរក្សាសន្តិភាពពីប្រទេស NATO នៅលើទឹកដីអ៊ុយក្រែនផងដែរ